Yo bong bồn sum bay tại là có bồn dịch thía có bàn lược lang bài này đái tại tông chỉ môi nâng ca triêm bạc nia rồi viên là có thôn Vishnu chỉ môi nâng là có pan cả Muhammad đại triệt đại cu cha rồi bỏ là có bồn dịch thía bong bồn person mà mình chỉ cả bình chất complete cho bị chiếu rồi có bị subscribe mà nè mùi phóng đâm ấy từ tụi bạn nó bỏ miền thay tại tông chỉ môi nâng vì say là bắt đầu côn khmaiแล้วนี่យើងមកតាមដានតាក់ទងជាមួយនឹងសាច់រឿងដែលថាកីឡាករបុនសធាបានលើកឡើងពាក់ព័ន្ធជាមួយនឹងកីឡាករធុនវិស្ណុដែលជាសិស្សប្អូនរបស់ខ្លួនតាក់ទងជាមួយនឹងការត្រៀមខ្លួនប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បងប្អូនប្រហែលជាស្គាល់ហើយបាទទាំងកីឡាករធុនវិស្ណុទាំងកីឡាករប៉ែនកមហាម៉ាត់ប៉ែនកមហាម៉ាត់នេះគឺជាដៃគូចាស់របស់កីឡាករបុនសធានេះឯងបងប្អូនបាទប៉ុន្តែបុនសធាការប្រកួតចុងក្រោយជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់នេះគឺថាដូចជាមិនសូវជាមានការពេញចិត្តនៅលទ្ធផលទេអញនិយាយបានថាលទ្ធផលរបស់ពួកគាត់បាទចង់មានន័យថាលើកឲ្យអ្នកណាឈ្នះក៏បានដែរមានន័យថាវាយអត់ដាច់ទេបងប្អូនបាទទាំងបុនសធាទាំងកីឡាករប៉ែនកមហាម៉ាត់តែជាលទ្ធផលគឺថាខាងអង្គចៅក្រមទាំង5រូបបានកាត់សេចក្តីឲ្យកីឡាករប៉ែនកមហាម៉ាត់ឈ្នះពិន្ទុលើកីឡាករបុនសធាងាកមកចាប់អារម្មណ៍ការប្រកួតរបស់ការលើកឡើងរបស់កីឡាករបុនសធាវិញបាទតើតើជាមួយនឹងធុនវិស្ណុបុនសធាគាត់បានលើកឡើងបាទគាត់លក្ខណៈថានិយាយជានាមជាអ្នកកដាលបងប្អូនបាទអត់មានកាន់ជើងធុនវិស្ណុហើយក៏អត់មានជន់ទៅប៉ែនកមហាម៉ាត់ដែរទោះបីជាធុនវិស្ណុជាសិស្សរួមក្លឹបក៏ដូចជាសិស្សប្អូនរបស់ខ្លួនប៉ុន្តែគាត់អត់មានកាន់ថាលើកជើងជ្រុលពេកអីអត់ទេបងប្អូនបាទគាត់ថាគូនេះបាទល្អមើលបាទអាចល្អមើល5ទឹកហើយការប្រកួតជាក់ស្ដែងនៅលើសាយវៀនបច្ចុប្បន្ននេះគឺកីឡាករធុនវិស្ណុគាត់កំពុងតែធ្វើបានល្អបាទគាត់ធ្វើបានល្អទោះបីជាគាត់ទៅប្រកួតនៅក្រៅប្រទេសឬក្នុងប្រទេសគឺគាត់តែធ្វើគាត់តែងតែធ្វើបានល្អគ្រាន់តែថាមិនដឹងថាហេតុអីបាទការប្រកួតរបស់គាត់ទោះបីជាឈ្នះប្រមាណលើកក៏ដោយក៏ដូចជាមិនសូវផ្ទុះបាទមិនសូវជាមានការគ្រប់គ្រងក៏ដូចជាមិនសូវជាមានការចាប់អារម្មណ៍ច្រើនពីបងប្អូនអ្នកគ្រប់គ្រងគុនខ្មែរដោយសារតែក្បាច់ចង្វាក់បច្ចេកទេសហើយភាពខ្លាខ្លំនៅលើសាយវៀនរបស់គាត់ហាក់បីដូចជាមិនទាន់ជាតាក់ចិត្តដល់អ្នកទស្សនាបងប្អូនបាទប៉ុន្តែការប្រកួតរបស់គាត់តែងតែឈ្នះបាទអាចថាឈ្នះច្រើនជាងចាញ់បាទឈ្នះគឺថាស្ទើរតែចង់ហៅថាចូល90%បាទអាចលើស90%ក៏អាចថាបានដែរក្នុងលទ្ធផលនៃការប្រកួតរបស់គាត់កន្លងមកបាទដូចជាក់ស្ដែងការចេញទៅប្រកួតនៅដោយភូមាបាទដោយឡាវបាទឈ្នះផ្ដួលកីឡាករឡាវទៀតបងប្អូនបាទអញ្ចឹងមិនធម្មតាទេមានន័យថានៅក្នុងស្រុកក៏ឈ្នះចេញក្រៅស្រុកក៏ឈ្នះបាទការប្រកួតរបស់គាត់គ្រាន់តែថាដោយបុនសធាលើកឡើងថាទោះបីជាឈ្នះមិនក៏អត់សូវជាផ្ទុះចាប់អារម្មណ៍ពីសំណាក់អ្នកគ្រប់គ្រងបងប្អូនបាទអញ្ចឹងចង្វាក់វាយរបស់កីឡាករធុនវិស្ណុនិងប៉ែនកមហាម៉ាត់នេះបុនសធាថាបើចង្វាក់ផ្លាយអីអាចថាមហាម៉ាត់រៀងលើបន្តិចប៉ុន្តែការវាយរបស់កីឡាករធុនវិស្ណុក៏ពិបាកក្នុងការឲ្យប៉ែនកមហាម៉ាត់ចូលចុះដែរបាទដោយសារតែមែនតែនទៅធុនវិស្ណុគាត់ចង្វាក់របស់គាត់គឺថាធាក់ច្រើនបាទធាក់ច្រើនហើយកាន់តែត្រូវកាន់តែចូលហើយមួយវិញទៀតគាត់ចូលហើយគាត់វាយប៉េះប៉ោះធ្វើឲ្យអ្នកដែលពូកែក្បាច់ពូកែបច្ចេកទេសហ្នឹងអាចថាលក្ខណៈថាអត់អាចវាយស្រួលមកលើធុនវិស្ណុបានទេបាទអញ្ចឹងកៀងមិនកៀងចាំមើលបងប្អូនបាទកៀងមិនកៀងចាំមើលទាំងអស់គ្នាហើយភាពធន់ភាពអំណត់របស់កីឡាករធុនវិស្ណុគឺគាត់មានមកកប្លេអស់ហើយអញ្ចឹងចាំមើលថាតើធុនវិស្ណុប៉ះជាមួយនឹងប៉ែនកមហាម៉ាត់លទ្ធផលទៅជាយ៉ាងណាយើងចាំអត់ទាំងអស់គ្នាហើយចំពោះបុនសធាបាទសប្តាហ៍នេះក៏មានឈ្មោះប្រកួតដែរបងប្អូនបាទនៅថ្ងៃទី5ខែកក្កដាឆ្នាំ2026ដែលត្រូវប៉ះជាមួយនឹងកីឡាករ Victor Philip បាទនៅវេលាម៉ោង5:30 នាទីនៅស្ថានីយទូរទស្សន៍ជាតិតតកបាទហើយកីឡាករ
Victor Philip នេះគេជាដៃគូចាស់របស់កីឡាករ Han 2បងប្អូនបាទអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងសម្រាប់ការអធិប្បាយរបស់ខ្ញុំបាទនៅពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា